ជំរាបសួរសួស្តីពុកម៉ែបងប្អូនអរគ្នាខ្ញុំហងនៅក្នុងថ្ងៃនេះខ្ញុំចង់ចែករំលែកពីវិធីរូបមន្តធម្មជាតិលាបព្យាបាលសក់ស្កូវចាចំពោះពុកម៉ែបងប្អូនណាដែលមានបញ្ហាសក់ស្កូវអាចជ្រើសរើសនៅវិធីធម្មជាតិបានព្រោះជាជម្រើសដ៏ល្អមានសុវត្ថិភាពខ្ពស់ហើយជាពិសេសហ្នឹងគឺចំណេញនៅថវិកាទៀតចាព្រោះការប្រើប្រាស់ថ្នាំគីមីពេលខ្លះលាបទៅមួយរយៈក្រោយសក់នៅតែស្កូវតែអញ្ចឹងណាពុកម៉ែបងប្អូនអាចសាកល្បងនៅវិធីសាស្ត្រដែលខ្ញុំនឹងជម្រាបប្រាប់បន្តិចទៀតនេះមានរូបមន្តច្រើនមែនតែនចាសក់ខ្ញុំក៏ស្កូវដែរពេលអាយុច្រើនណាហើយអ្នកខ្លះអាយុតិចទេប៉ុន្តែស្កូវច្រើនដោយកតាសែនដែរហើយមួយទៀតតកតងទៅនឹងគាត់គិតច្រើនទម្លាប់រស់នៅគាត់គេអត់សូវបានគ្រប់គ្រាន់អីអញ្ចឹងណានឹងក៏អាចឡើងស្កូវដែរហើយខ្ញុំនេះมันជាច្រើនហ្មងទេអាយុខ្ញុំប៉ុន្តែស្កូវឡើងចង់ពេញក្បាលដែរហ្នឹងងងហើយខ្ញុំនឹងសាក់លបងនៅវិធីទាំងអស់ហ្នឹងដែរហើយខ្ញុំទើបតែដឹងអញ្ចឹងណាពុកម៉ែបងប្អូនខ្ញុំក៏មកចែករំលែកនេះខ្ញុំថានៅថ្ងៃទឹកហ្នឹងខ្ញុំនឹងសាក់លបងធ្វើហើយចារូបមន្តទី1ពុកម៉ែបងប្អូនគ្រាន់តែយកមើមដលងបារាំងទៅលាងទឹកឲ្យបានស្អាតល្អបន្ទាប់មកយកមកចិតជាសម្បកហើយក៏យកសម្បកទាំងអស់នោះទៅស្ងោរដាក់ទឹកចំនួន1កែវធំដែរល្មមពុកម៉ែបងប្អូនគិតថាសពក្បាលអញ្ចឹងណាយកទៅដាំឲ្យពុះចាដាំរំងាស់ឲ្យពុះសិនបន្ទាប់មកទុកឲ្យត្រជាក់បានយកមកលាបនៅលើសក់តែលាបហ្នឹងពុកម៉ែបងប្អូនត្រូវតែកក់សក់ឲ្យបានស្អាតជាមុនសិនចាំចាប់ផ្ដើមលាបឲ្យសពស្បែកក្បាលឲ្យសើមជោគសក់ចឹងមកចាបន្ទាប់មកទុករយៈពេលប្រហែលជាកន្លះម៉ោងទៅ40នាទីអីពុកម៉ែបងប្អូនចាំលាងសម្អាតជាមួយនឹងទឹកយើងស្អាតជាធម្មតាហើយរូបមន្តទី2គឺពុកម៉ែបងប្អូនយកប្រេងដូងចាប្រេងដូងត្រជាក់ក៏បានក្តៅក៏បានលាយជាមួយនឹងប្រេងល្ហុងលាយបញ្ចូលប្រេងទាំងពីរនឹងចូលគ្នាឲ្យកូររៀងសព្វល្អទៅចាំលាបមកលើសក់និងស្បែកក្បាលដែលបានកក់សក់រួចដែលបានលាងសម្អាតរួចដូចគ្នាចាទុករយៈពេល30នាទីបន្ទាប់មកលាងសម្អាតជាមួយនឹងទឹកស្អាតធម្មតាចាចូលដល់រូបមន្តទី3ពុកម៉ែបងប្អូនយកប្រេងល្ង1ស្លាបព្រាបាយលាយជាមួយនឹងប្រេងអាល់ម៉ុន4ស្លាបព្រាបាយបន្ទាប់មកកូរឲ្យល្បាយសព្វល្អលាបនៅលើស្បែកក្បាលនិងសក់ដូចគ្នាទុករយៈពេល1ម៉ោងបន្ទាប់ពី1ម៉ោងក្រោយពុកម៉ែបងប្អូនកក់សក់ដោយប្រើសាប៊ូកក់សក់ដែលស្រាលបានហើយលក្ខណៈថាសាប៊ូនោះអត់សូវមានពពុះខ្លាំងលាងជំរះអីវាថាឲ្យស្ងួតសក់អីចឹងសាប៊ូហ្នឹងគឺជួយបំផន់សក់ដែរពុកម៉ែបងប្អូនចង់កក់ក៏បានមិនកក់ក៏បានដែរបើចំពោះខ្ញុំចូលចិត្តឲ្យសក់របស់ខ្ញុំមានសណើមដូច្នេះហើយបើសិនជាខ្ញុំយកប្រេងនឹងមកធ្វើខ្ញុំប្រកាសជាខ្ញុំអត់កក់សក់ទេចាតែមួយខ្លាចអស់ជាតិប្រេងនឹងពីក្បាលធ្វើឲ្យសក់យើងអត់សូវមានប្រសិទ្ធភាពក្នុងការព្យាបាលស្កូវពុកម៉ែបងប្អូនចាអញ្ចឹងហើយមិនបាច់កក់អីខ្ញុំគិតថាល្អជាងប៉ុន្តែនៅក្នុងរូបមន្តគេសរសេរថាកក់ដោយប្រើសាប៊ូស្រាលចារូបមន្តទី4ពុកម៉ែបងប្អូនគ្រាន់តែយកទៅដោះគោឆៅ1ស្លាបព្រាបាយប្រេងអូលីវ1ស្លាបព្រាបាយដូចគ្នាខ្ញីហាន់ល្អិតឲ្យស្ដើងតូចវីតាមីន E យើងហ្នឹងណាពុកម៉ែបងប្អូនចាអាចកាត់យកតែទឹកទៅដាក់លាយវីតាមីន E យកចំនួន5ទៅ7គ្រាប់បន្ទាប់មកលាយល្បាយទាំងអស់នោះចូលគ្នាបន្ទាប់មកលាបនៅលើសក់ហើយក៏លាងសម្អាតជាមួយនឹងទឹកធម្មតាចេញអាចផ្អាប់ទុករយៈពេលកន្លះម៉ោងទៅ1ម៉ោងសិនទៅពុកម៉ែបងប្អូនចាំលាងសម្អាតមួយទឹកស្អាតចេញណាចាចូលដល់រូបមន្តទី5ពុកម៉ែបងប្អូនអាចយកជាកតុយកពើស្រស់គឺខ្ញុំគិតថាមានប្រសិទ្ធភាពជាងជែលបទីកតុយកពើយកចំនួន1កូនចានតូចល្មមណាពុកម៉ែបងប្អូនលាយជាមួយនឹងប្រេងអូលីវ1កូនចានតូចឬក៏1ពែងតូចល្មមនឹងដូចគ្នាចាលាយច្របល់គ្រឿងផ្សំទាំងពីរនឹងចូលគ្នាលាបនៅលើសក់ដដែលចាហើយវិធីទាំងអស់ខាងលើដែលខ្ញុំរៀបរាប់មកហ្នឹងពុកម៉ែបងប្អូនអាចអនុវត្តធ្វើជាប្រចាំទៅជារៀងរាល់ថ្ងៃណានឹងទទួលបានប្រសិទ្ធភាពលឿនក៏ដូចជាធ្វើឲ្យស្បែកក្បាលនិងសក់មានសុខភាពល្អចាខ្ញុំគិតថាមិនត្រឹមតែជួយកាត់បន្ថយបញ្ហាសក់ស្កូវបានទេអាចធ្វើឲ្យសក់ពុកម៉ែបងប្អូនទន់រលោងរលាស់មានទម្ងន់ចាភ្លឺរលោងបែបធម្មជាតិទៀតចាចឹងពុកម៉ែបងប្អូនកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាហើយបើសិនជាធ្វើទៅយូរទៅអាចព្យាយាមកាន់តែយូរណាបានផលព្រោះមិនថាធ្វើតែម្ដងពីរដងបានផលទេព្រោះវាជាវិធីធម្មជាតិចាហើយអត់សូវចំណាយលុយច្រើនទេ
ចានាងខ្ញុំមានតែប៉ុណ្ណេះទេចាបើសិនជាធ្វើទៅទទួលបានផលមិនម៉ាអាច comment ប្រាប់នាងខ្ញុំនៅខាងក្រោមវីដេអូនឹងផងចាហើយចំណែកនាងខ្ញុំនឹងអនុវត្តធ្វើដូចគ្នាព្យាយាមណាពុកម៉ែបងប្អូនចាពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំចែករំលែកពីរូបមន្តធម្មជាតិព្យាបាលបញ្ហាសក់ស្កូវសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាមានតម្លៃទស្សនាវីដេអូនេះហើយបើសិនជាចូលចិត្តអីកុំភ្លេចជួយចុច like subscribe នៅ channel របស់ខ្ញុំបានច្រើនណាចាជួបនាងខ្ញុំនៅក្នុងវីដេអូក្រោយទៀតបាយបាយជម្រាបលា